ឥឡូវនេះខ្ញុំនឹងនិយាយអំពីរូបសញ្ញាដែលតាក់ទងជាមួយនឹងបុរសនៅពេលដែលបុរសកើតមានជំងឺពុំឯកទឹកបាយគឺវាលេចចេញនៅរូបសញ្ញាជាច្រើនមានដូចជានោមញឹកនោមមិនអស់អាចមានការហូរខ្ទុះពីប្រដាប់ភេទអាចឲ្យហើមពងស្វះឬក៏អ្នកខ្លះអាចមានការបដូរពណ៌ទៅលើស្បែកពងស្វះនោមក្រហាយនោមចុកអាចមានឈាមនៅពេលដែលនោមមកឬក៏អាចមានឈាមនៅតាមរន្ធគូតនៅកន្លែងហ្នឹងគឺដោយសារហេតុអីបានជាមាននោមឈាមតាមរន្ធគូតគឺដោយសារតែមានការឆ្លងមេរោគពុំឯកទឹកបាយហ្នឹងចូលទៅក្នុងរន្ធគូតផងដែរបើយើងនិយាយអំពីរោគសញ្ញានៃជំងឺប្រមេះទឹកបាយដែលកើតឡើងចំពោះស្ត្រីគឺវាមានលក្ខណៈស្រដៀងជាមួយនឹងបុរសដែរវាអាចឲ្យមានការហូរសារធាតុរាវពីប្រដាប់ភេទអាចជាសអាចជាលឿងអាចជាបៃតងវាអាចឲ្យមានការឈឺចាប់ក្រហាយនៅពេលនោមវាអាចឲ្យមានការឈឺចាប់នៅពេលដែលរួមភេទអាចឲ្យស្ត្រីនោមញឹកឬក៏អាចបញ្ហាធ្ងន់ធ្ងរគឺមានឈាមហូរពីប្រដាប់ភេទ